បងមកដល់គ្នាថ្ងៃនេះខ្ញុំនឹងប្រាប់តាក់ទងជាមួយនឹងការ restart តាក់ទងជាមួយនឹងរថយន្ត Mazda EZ60 ណាបងប្អូនអាចមកគៀកតិចមកនេះវានៅក្នុងករណីថានៅពេលដែលបងប្អូនគ្នាចូលជាមួយនឹង touch screen នេះទៅវាគៀងឬក៏មានខងចំណុចណាមួយដែលវា error នៅក្នុង option LAN អញ្ចឹងណាបងប្អូនទេអញ្ចឹងនៅពេលដែលបងជួបករណីបែបហ្នឹងកុំតន់ទៅកន្លែងជាដើម្បីគេដោះស្រាយភ្លាមខ្ញុំនឹងប្រាប់ពីវិធីសាស្ត្រតូចមួយចំនួននេះដែលបងប្អូនគ្នាអាចធ្វើការសាកល្បងសិនមុននឹងធ្វើការទៅកន្លែងជាអញ្ចឹងដើម្បីកុំឲ្យលុយព្រោះវាដូចតែទូរស័ព្ទយើងដែរទេនៅពេលដែលយើងប្រើសុបទៅវាអលត់អញ្ចឹងណាបងប្អូនទេអញ្ចឹងឥឡូវនេះខ្ញុំនឹងប្រាប់វិធី restart ជាមួយនឹងរថយន្ត Mazda EZ60 ដែលយើងប្រើទៅលើតាក់ឡើងឆ្កូននេះទេអញ្ចឹងបងប្អូនគ្នាគ្រាន់តែចុចសង្កត់នៅលើផ្កាយនេះមួយកន្លែងនេះមួយមកកន្លែងនេះមួយមកបងប្អូនគ្នាចុចឲ្យជាប់ត្រឹមរយៈពេលថា5 second ចុះបងរាប់ពី1 2 3 4 5កញ្ញាវានឹងអលត់បែបហ្នឹងអញ្ចឹងដំបូងបងប្អូនគ្នាគ្រាន់តែចេញពីឡានសិនមកចេញពីឡានសិនបងប្អូនគ្នាចុចលុកមួយសិនបងប្អូនគ្នាចាំមកសន្ទុះសិនក៏បានដែរតែអត់ចង់ចាំក៏បានដែរយើងធ្វើការបើកលុកមកចូលទៅក្នុងឡានវិញបងប្អូនគ្នាគ្រាន់តែធ្វើការជន់ជាមួយនឹងរថយន្ត Mazda EZ60 នេះទៅជន់ប្រហែលជាមួយសន្ទុះបងប្អូនគ្នាប្រហែលជាមួយសន្ទុះវានឹង restart ឡើងមកវិញឥឡូវខ្ញុំកំពុងតែចាំណាអូខេបងប្អូនគ្នាអាចមើលបានណាកាមេរ៉ាចាំស៊ូមមកចិត្តតិចមកដើម្បីបង្ហាញបងប្អូនគ្នានៅពេលដែលយើង restart ហើយវាចេញជាទម្រង់បែបណាអាចតចាំរៀងយូរតិចទេបងថងកន្លែងនេះនេះបងឃើញចេញអត់វានឹង load restart មកយើងធម្មតាវិញដូចដើមហីអានេះគ្រាន់តែ tip ខ្លះៗដែលខ្ញុំចែកម្លែកជូនបងប្អូនគ្នាណាអញ្ចឹងបើសិនជាបងប្អូនគ្នាមានចំណោទអីតាក់ទងជាមួយនឹងរថយន្តឬក៏ option អីផ្សេងៗអាចធ្វើការ comment នៅខាងក្រោមនេះបានណាជួបគ្នាវីដេអូក្រោយទៅ